សួស្តីអ្នកទាំងអស់គ្នាខ្ញុំនៅលីនហើយនៅថ្ងៃនេះខ្ញុំមាន5ចំណុចឲ្យអ្នកទាំងអស់គ្នាក្នុងការគិតពិចារណាមុនពេលទិញ laptop មួយទឹកនៅលើទីផ្សារអញ្ចឹងដូចជាអ្នកទាំងអស់គ្នាបានដឹងហើយថានៅលើទីផ្សារគឺសម្បូរទៅដោយ laptop មួយទឹកច្រើនតម្លៃធូរថ្លៃអាចទទួលយកបានហើយ spec ក៏ខ្ពស់គិតថាអាចយកមកប្រើប្រាស់បានច្រើនដែរប៉ុន្តែយើងនៅមានចំណុចជាច្រើនដែលអ្នកទាំងអស់គ្នាគួរតែពិចារណាហើយពិនិត្យមើលដើម្បីអាចទិញ laptop មួយទឹកទាំងអស់ហ្នឹងបានដោយខ្លួនឯងមិនចាំបាច់មានអ្នកជំនាញណាជួយមើលហើយទិញបានល្អឬក៏មិនល្អនោះគឺអ្នកទាំងអស់គ្នានឹងដឹងបន្ទាប់ពីមើលវីដេអូនេះចប់អញ្ចឹងចំណុចទី1អ្នកទាំងអស់គ្នាគួរតែមើលទៅលើ CPU របស់ laptop អស់ហ្នឹងអញ្ចឹងគ្រាន់តែ CPU មួយមុខគឺយើងអាចដឹងថា laptop ហ្នឹងអាយុកាលរបស់វាប្រហែលហើយអញ្ចឹងយើងអាចរាប់ចំនួនយើងអាចដឹងចំនួននៃ CPU របស់វាណាចឹងបើសិនជាយើងឃើញថា laptop មួយហ្នឹងមាន spec CPU ជំនាន់ទី12 Intel ជំនាន់ទី12អញ្ចឹងយើងអាចវាយទៅលើ Google ឬក៏ website ទៅ Intel ជំនាន់ទី12 release date ឬក៏ថ្ងៃផលិតចឹងទៅយើងអាចដឹងថា laptop នេះគឺអាចផលិតនៅចន្លោះថ្ងៃដែលចេញ CPU ហ្នឹងគឺ2021អាចនៅចន្លោះហ្នឹងឬក៏ក្រោយហ្នឹងមកទៀតអញ្ចឹងធម្មតា laptop គឺអាចនឹងចេញបន្ទាប់ពី CPU បានចេញហើយរយៈពេលប្រហែលខែហ្នឹងគឺ laptop ហ្នឹងចេញdesign មកចេញឲ្យយើងប្រើប្រាស់ហើយដើម្បីឲ្យល្អអ្នកទាំងអស់គ្នាគួរតែទិញ laptop ណាដែលអាយុកាលវាមិនលើសពី4ទៅ5ឆ្នាំទៅនឹងអាយុកាលដល់ឥឡូវណាអញ្ចឹងបើសិនជាយើងមើលទៅជំនាន់ទី12វាចេញនៅឆ្នាំ2021អញ្ចឹងវាអត់ទាន់លើស5ឆ្នាំទេអញ្ចឹងអ្នកទាំងអស់គ្នាអាចយកវាមកប្រើប្រាស់បានហើយវាល្បឿនរបស់វាអ្វីគ្រប់យ៉ាងហ្នឹងគឺវានៅដើរលឿនហើយមួយទៀត RAM ចំពោះ RAM ណា RAM ធម្មតាម៉ាស៊ីនមួយទឹកភាគច្រើន RAM ធំតម្លៃវាថោកយើងគួរតែរើសយក laptop ណាដែលមាន RAM យ៉ាងហោចណាស់ក៏ 8GB ដែរប៉ុន្តែសប្តាហ៍ថ្ងៃខ្ញុំណែនាំឲ្យយើងរក laptop ណា RAM របស់វា 16GB ឡើងទៅល្អអូខេអញ្ចឹងចំណុចទី2អ្នកទាំងអស់គ្នាគួរតែមើលទៅលើ keyboard screen របស់ laptop ហ្នឹងបើសិនជាអ្នកទាំងអស់គ្នាបានទៅដល់ទីតាំងហើយមើលផលិតផលហ្នឹងហើយអាចថាអ្នកទាំងអស់គ្នាទិញនៅលើ website marketplace នៅលើ Facebook ឬក៏នៅខ្មែរ24ឬក៏ website ផ្សេងទៀតអ្នកទាំងអស់គ្នាទៅដល់ហាងឬក៏ទៅជួបអ្នកលក់ហ្នឹងហើយយើងមើលរបស់ណាអញ្ចឹងទី1អ្នកនរគ្នាត្រូវតែវាយលើ keyboard ធ្វើការ test មើល keyboard ហ្នឹងថាប៊ូតុងមួយហ្នឹងមានដំណើរការអត់ screen ហ្នឹងច្បាស់អត់មានចំណុចកន្លែងណាដែលវាបង្ហាញរូបភាពមិនច្បាស់ឬក៏មានឆេះឬក៏មានចេញបន្ទាត់ខៀវបន្ទាត់ក្រហមឬក៏មានអីត្រង់ចំណុចណាមួយជាពិសេសនៅកែមអ្នកនរគ្នាអាចត្រួតពិនិត្យលើចំណុចហ្នឹងបានដើម្បីធានាថារបស់ហ្នឹងយើងយកមកយើងប្រើប្រាស់វាអត់មានបញ្ហាហើយនៅលើគ្រឿងខាងក្រៅនឹងផងដែរអ្វីដែលសំខាន់មួយទៀតគឺត្រចៀកបិទបើក laptop ណាត្រចៀកហ្នឹងគឺងាយរងគ្រោះមែនតើនៅលើ laptop ប្រភេទ gaming ប្រភេទអីហ្នឹងព្រោះវាអត់សូវមាំប៉ុន្តែបើសិនជា laptop ប្រភេទដូចពួក workstation ដូចជា Dell ឬក៏ពួក Lenovo ThinkPad អីអាហ្នឹងវាអាចផលិតមករាងតាន់រាងមាំអញ្ចឹងត្រចៀករបស់វាអាចមិនសូវរងការខូចខាតច្រើនទេអញ្ចឹងអ្នកនរគ្នាគួរត្រួតពិនិត្យមើលទៅលើត្រចៀករបស់ laptop ហ្នឹងផងអូខេចំណុចទី3អ្នកនរគ្នាត្រូវតែមើលទៅលើរុនដោត USB ឬក៏រុនផ្សេងនៅរបស់ laptop ហ្នឹងថាវាដំណើរការឬអត់អញ្ចឹងអ្នកនរគ្នាអាចធ្វើការតេស្តវាសារល្បងដោតម៉ៅឬក៏ដោត USB ទៅចំពោះរុន USB កន្លែងរុនដោតសំឡេងអ្នកនរគ្នាអាចប្រើកាសដោតទៅហើយកន្លែងសាកថ្មអីផ្សេងហ្នឹងអាចដោតបានហើយមួយទៀតបើសិនជា laptop ហ្នឹងមាន HDMI គួរតែសាកល្បងតេស្តវាដែរព្រោះអីនៅក្នុងការសិក្សាឬក៏ធ្វើការឬក៏រៀនអីគឺជាបំផុតទេនឹងប្រើរុន HDMI ដើម្បីដោតធ្វើការ presentation ឬក៏ប្រើ external monitor ផ្សេងទៀតអូខេចំណុចទី4អ្នកទាំងអស់គ្នាត្រូវតែត្រួតពិនិត្យទៅលើថ្មដែរហើយការត្រួតពិនិត្យទៅលើថ្មរបស់ laptop នេះគឺវាពិបាកក្នុងការតេស្តវាបន្តិចលុះត្រាតែយើងអាចសាកសួរទៅនឹងអ្នកលក់ផ្ទាល់តែម្ដងថាថ្មរបស់ laptop នេះអាចកាន់បានអាយុកាលនៃការប្រើប្រាស់វាហ្នឹងយូរប៉ុណ្ណាហើយមានធ្លាប់ផ្លាស់ប្ដូរហើយឬនៅហើយយើងអាចប្រើវាបានប្រហែលម៉ោងតាមបទពិសោធន៍របស់ម្ចាស់ដែលគាត់អ្នកលក់ណាប៉ុន្តែខ្ញុំអាចឲ្យបានដឹងថានៅពេលដែលយើងទិញ laptop ជាពិសេសមួយទឹកគឺគុណភាពថ្មវានឹងអាចធ្លាក់ចុះបើសិនជាអ្នកប្រើប្រាស់គាត់មិនដែលបានដូរហើយគឺនៅប្រើ Azin មក original រយៈពេលប្រហែលជា4ទៅ5ឆ្នាំហើយហ្នឹងគឺវានឹងធ្លាក់ចុះហើយអញ្ចឹងបើសិនជាបកកេសភ្លាមរបស់ហ្នឹងប្រើបាន3ម៉ោងទៅ4ម៉ោងនៅពេលដែលអ្នកទាំងអស់គ្នាទិញនៅពេលនេះគឺអាចប្រើបានតែ1ម៉ោងទៅ1ម៉ោងកន្លះទេវានឹងធ្លាក់ចុះ
លុះត្រាតែអ្នកទាំងអស់គ្នាយកវាទៅផ្លាស់ប្ដូរហើយថ្មឥឡូវនេះចន្លោះតម្លៃរបស់វាអាចចូល$40 ទៅ$50ដែរទៅតាមប្រភេទ model នៃ laptop នីមួយៗព្រោះ laptop ឥឡូវគេលែងប្រើប្រភេទថ្មគ្រាប់លីជូមប្រភេទគ្រាប់ហើយគឺគេប្រើប្រភេទប្រទេសស្ដើងតែវាអាចងាយនៅក្នុងការរីកប៉ោងដែរណាប្រភេទថ្មអស់ហ្នឹងអូខេអញ្ចឹងថ្មក៏សំខាន់ដែរអ្នកនរគ្នាអាចសាកសួរហើយត្រួតពិនិត្យមើលទៅថាយ៉ាងណាហើយអាចធ្វើការរំពឹងទុកថាថ្មគឺมันអាចបាន 100% ឯគឺវានឹងមានគុណភាពថ្មវានឹងធ្លាក់ចុះហើយអញ្ចឹងចុងក្រោយអ្នកនរគ្នាចំពោះចំណុចទី5គួរតែត្រួតពិនិត្យមើលទៅលើកន្លែងអ្នកលក់ឬក៏អ្នកលក់តើគាត់ជាអ្នកណាបើសិនជាយើងទិញរបស់នឹងតពីអ្នកប្រើប្រាស់ផ្សេងតើយើងស្គាល់គាត់កម្រិតណាឬក៏យើងទិញតាមខ្មែរ24ឬក៏ទិញតាម marketplace អីគឺយើងអាចមើលដឹងដែរថាគាត់ជាអ្នកប្រើប្រាស់ឬក៏គាត់ជាអ្នកជាហាងអញ្ចឹងបើសិនជាយើងទិញនៅហាងយើងអាចរៀងមានទំនុកចិត្តតិចដោយសារតែហាងគឺជាកន្លែងដែលគេមានទីតាំងច្បាស់លាស់មានមុខរបរគេត្រឹមត្រូវគឺគេអាចនឹងលក់របស់ណាដែលវាពិតប្រាកដបើសិនជារបស់នឹងល្អគេថាល្អមិនល្អហើយតម្លៃរបស់វាគឺស័ក្តិសមទៅនឹងរបស់ដែលយើងអាចទទួលយកបានអញ្ចឹងទីតាំងហាងកន្លែងណាគឺអ្នកទាំងអស់គ្នាអាចដឹងថាកន្លែងហ្នឹងជាទីទុកចិត្តអត់ហើយបើសិនជាយើងទិញជាមួយមនុស្សគ្រាន់តែគាត់ជាអ្នកប្រើប្រាស់ធម្មតាវាពិបាកក្នុងការទទួលបានទំនុកចិត្តបន្តិចដូច្នេះអ្នកនរគ្នាគួរតែត្រួតពិនិត្យមើលឲ្យបានច្បាស់លាស់នៅរបស់អត់ហ្នឹងមុននឹងទិញឲ្យលុយទៅគេហើយយករបស់ហ្នឹងមកចឹងអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានស្ដាប់ហើយទទួលយក5ចំណុចនេះក្នុងការពិចារណាដើម្បីជ្រើសរើសយក laptop ណាដែលអ្នកទាំងអស់គ្នាពេញចិត្តយកមកប្រើប្រាស់សមនឹងតម្លៃស័ក្តិសមទៅនឹងពេលវេលាដែលអ្នកទាំងអស់គ្នាចំណាយក្នុងការស្វែងរកហើយទទួលបាននៅផលិតផលមួយដែលអ្នកទាំងអស់គ្នាអាចប្រើប្រាស់ដើម្បីការសិក្សាឬក៏ការធ្វើការឬក៏ការលេង game ឬក៏ធ្វើអ្វីគ្រប់បែបយ៉ាងដែលអ្នកទាំងអស់គ្នាចង់ធ្វើនៅលើ laptop ហ្នឹងចឹងបើសិនជាអ្នកទាំងអស់គ្នាមានចម្ងល់ឬក៏មានបញ្ហាណាមួយតាក់ទងទៅនឹងការរើស laptop សូមជួយ comment នៅខាងក្រោមខ្ញុំនឹងឆ្លើយតបទៅអ្នកទាំងអស់គ្នាហើយបើសិនជាមិនទាន់បាន like និង subscribe ទៅនឹង channel របស់ខ្ញុំទេសូមជួយ subscribe channel របស់ខ្ញុំផងអរគុណអ្នកទាំងអស់គ្នាខ្ញុំ Nolin ជួបគ្នានៅពេលក្រោយ